ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបាទសេចិន្តាជាអ្នកដែលធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការសាងសង់ផ្ទះជាកម្មហើយខ្ញុំមានមតិចូលរួមក៏ដូចជាគេហៅថាការចែករំលែកខ្លីៗមួយចំនួនទៅកាន់លោកអ្នកបងប្អូនទាំងអស់គ្នាដែលជាអ្នកឆ្លងវិស័យចិញ្ចឹមសត្វជាកម្មតាក់ទងជាមួយនឹងកូនសត្វថ្មីដែលកំពុងតែចូលមករស់នៅក្នុងផ្ទះរបស់យើងហើយចង់បញ្ជាក់ផងដែរថាការចែករំលែករបស់ខ្ញុំនេះមិនមែនខ្ញុំសំដៅលើថាបច្ចេកទេសរបស់ខ្ញុំបទពិសោធន៍របស់ខ្ញុំនោះវាល្អជាងគេខ្លាំងឬក៏ជោគជ័យ 100% ដាច់គេដាច់ឯងខ្ញុំអត់មានន័យបែបនេះទេណាគណៈនេះជាបទពិសោធន៍ដែលខ្ញុំជួបប្រទះមកហើយខ្ញុំឆ្លងកាត់មកហើយខ្ញុំយកបទពិសោធន៍ទាំងអស់នេះចែករំលែកឲ្យបងប្អូនដែលអ្នកស្រឡាញ់វិស័យជាកម្មក្រោយធ្វើទៅវាមិនចំពប់ដួលនៅពេលដែលផ្ទះតិចកម្មរបស់យើងមានកូនសត្វតិចកម្មចូលមកតោងទុំរមែងរណោងច្រើនអញ្ចឹងគឺជាសញ្ញាល្អហើយបាទគឺជាសញ្ញាល្អហើយបានន័យថាផ្ទះយើងមានភាពតាក់ទាញហើយណាហើយមានសំណួរសួរថាហេតុអ្វីបានជាសត្វតិចកម្មនឹងចូលចិត្តទុំផ្ដុំគ្នានៅមាត់ច្រកអញ្ចឹងបាទតាមបទពិសោធន៍របស់ខ្ញុំជាច្រើនឆ្នាំកន្លងមកនេះសត្វជាកម្មថ្មីបើន័យថាកូនសត្វថ្មីគឺវាមិនអាចចូលទៅក្នុងផ្ទះយើងភ្លាមតែម្ដងបានទេនេះគឺជាដំណាក់កាលដំបូងបំផុតនៃការចាប់ផ្ដើមរបស់ផ្ទះដែលតាក់ទាញណាគឺសត្វជាកម្មត្រូវការទុំនៅនឹងមាត់ច្រកនឹងសិនបាទហើយវានឹងសម្លឹងមើលហើមើលស្ថានភាពណាឲ្យដឹងថាផ្លូវយើងត្រូវទៅណាមកណាហើយមានសុវត្ថិភាពប៉ុណ្ណាហើយមាត់ច្រកទី1ហ្នឹងគឺជាកន្លែងដែលមានសុវត្ថិភាពបំផុតនៅពេលណាដែលវាជួបនឹងខ្មាំងសត្រូវឬក៏សត្រូវរបស់វាណាហ្នឹងហើយវាស្រួលក្នុងការរំដោះខ្លួនហើយគេចខ្លួនចេញពីគ្រោះភ័យរបស់វាណាអូខេហើយសម្រាប់សត្វជាកម្មគឺជាសត្វមួយដែលថាជ្រើសរើសផ្ទះឬក៏គេហៅថាដាក់ទីតាំងបកាត់ពូជរបស់វាហ្នឹងគឺมันប្រើភ្នែកមើលទេបានន័យថាវាអត់សំដៅលើអាគារដ៏ធំទេបាទអាគារខ្ពស់ទេប៉ុន្តែអ្វីដែលជាកម្មជ្រើសរើសគឺវាជ្រើសរើសផ្ទះណាដែលមានលក្ខខណ្ឌដែលសមស្របដូចជាក្លិននៅក្នុងផ្ទះល្អខ្យល់នៅក្នុងផ្ទះល្អហើយពន្លឺនៅក្នុងផ្ទះគឺល្អបងប្អូនតែចាំថាសត្វជាកម្មថ្មីវាមិនអាចហោះហើរចូលជ្រៅភ្លាមទៅក្នុងផ្ទះយើងបានទេវានឹងនៅជាប់នៅមាត់ច្រកនឹងសិនណានៅរយៈពេលមួយរយៈដែរដើម្បីវាសម្រាប់ខ្លួនវាសង្កេតមើលស្ថានភាពសុវត្ថិភាពនៅក្នុងផ្ទះរបស់យើងដូចខ្ញុំបានរៀបរាប់ខាងលើមិញហ្នឹងណានឹងបើសិនសុវត្ថិភាពល្អហើយបរិយាកាសល្អហើយនឹងវាសម្រាប់ចិត្តចូលទៅរស់នៅក្នុងផ្ទះយើងក្នុងអំឡុងពេលចាប់ពីចន្លោះ1ខែទៅ3ខែហ្នឹងវាចាប់ផ្ដើមចូលជ្រៅទៅឯងអូតូណាហើយមានសំណួរសួរថាតើធ្វើដូចម្ដេចទើបធ្វើឲ្យសត្វជាកម្មហ្នឹងចូលទៅខាងក្នុងបានច្រើនបាទហើយខ្ញុំមាន4ចំណុចដែរដើម្បីចែករំលែកដល់បងប្អូនអរគ្នាប៉ុន្តែมันបានលម្អិតទាំងអស់ទេណាហ្នឹងហើយទី1តកតងជាមួយនឹងពន្លឺណាយើងត្រូវធ្វើយ៉ាងម៉េចឲ្យខាងក្នុងផ្ទះយើងក៏ងឹតជាងមាត់ច្រកណាងឹតជាងមាត់ច្រកកុំឲ្យពន្លឺនឹងពីមាត់ច្រកទី1ហ្នឹងចូលជ្រៅទៅក្នុងផ្ទះរបស់យើងខ្លាំងពេកណាយើងត្រូវមានវិធីបិទបាំងយ៉ាងម៉េចជាងយ៉ាងម៉េចណានឹងហើយទី2យើងត្រូវចេះបង្កើនខ្យល់នៅក្នុងផ្ទះណាខ្យល់ហ្នឹងត្រូវចេះរៀបជាងម៉េចណាដាក់តយោដាក់អីម៉េចដើម្បីឲ្យមានខ្យល់ចូលផងនិងខ្យល់ចេញផងណាខ្យល់ចូលឲ្យចូលពីខាងក្រោមខ្យល់ចេញពីខាងលើណាហើយទី3គឺយើងត្រូវចេះបង្កើតក្លិនវាដែរណាក្លិននេះយើងយកអីទៅបង្កើតយើងមានច្រើនណាបងប្អូនណាវាមានរូបមន្តច្រើនដើម្បីបង្កើតក្លិនតាក់ទាញសត្វជាកម្មណាហ្នឹងហើយទី4ហ្នឹងគឺតាក់ទងជាមួយនឹងការរំខានណាយើងកុំសូវចេញចូលក្នុងផ្ទះជាកម្មយើងច្រើនពេកណាញឹកញាប់ពេកព្រោះពេលណាយើងចេញចូលញឹកញាប់ពេកវាប៉ះពាល់ណាសត្វវាគិតថាផ្ទះយើងវាអត់មានសុវត្ថិភាពទេហ្នឹងហើយអញ្ចឹងចាស់ផ្ទះថ្មីវាច្រើនចង់អត់ដែរចង់ឃើញណា3ខែអីហ្នឹងចង់អត់មើលម្ដងមានសបុកប្រមាណហ្នឹងណាប្រហែល2ខែចង់អត់មើលដែរណាអញ្ចឹងកន្លែងហ្នឹងមួយយើងគួរតែជៀសវាងដែរណាកុំរំខានសត្វញឹកញាប់ពេកណាអញ្ចឹងសរុបមកប្រសិនបើផ្ទះតិចកម្មរបស់លោកអ្នកបងប្អូនអរគ្នាមានកូនសត្វតិចកម្មចូលមកតោងទុំច្រើនអញ្ចឹង
កុំបារម្ភណានេះគឺជាសញ្ញាល្អហើយបានន័យថាផ្ទះរបស់យើងហ្នឹងគឺមានភាពតាក់ទាញហើយជាចុងក្រោយខ្ញុំក៏មានសារផ្ដាំផ្ញើខ្លះដែរតកតងជាមួយនឹងបទពិសោធន៍ដែលខ្ញុំបានជំរាបជូនខាងលើមិញនេះណាខ្ញុំមិននិយាយថាបទពិសោធន៍ដែលខ្ញុំឆ្លងកាត់មកនឹងចំណេះជំនាញដែលខ្ញុំបានជម្រាបជូនបងប្អូនទាំងអស់គ្នាហ្នឹងគឺថាវាល្អឥតខ្ចោះលើសគេលើសឯង perfect 100% អីទេណាខ្ញុំគិតថានិយាយបានថាបទពិសោធន៍ទាំងអស់នេះខ្ញុំធ្វើទៅគឺខ្ញុំឆាប់បានទទួលសត្វមករស់នៅច្រើនណាមានសម្បុកមានសត្វច្រើនហើយឆាប់មានចំណូលណាឆាប់បានចំណូលប៉ុណ្្នឹងទេបើថាឲ្យទាំងចែកទេខ្ញុំដាក់ទៅ 100% លើគេដាច់ខ្ញុំអត់និយាយចឹងទេណាល្អជាងគេអត់ទេណាចឹងជម្រាបជូនបងប្អូនប៉ុណ្ណឹងណាហ្នឹងហើយអូខេអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការរៀបចំផ្ទះជាកម្មណាចង់សាកសួរព័ត៌មានផ្សេងណាអំពីរបរមួយនេះបងប្អូនអាចទាក់ទងមកខ្ញុំតាមលេខទូរស័ព្ទដែលខ្ញុំដាក់ជូនខាងលើណាការពិភាក្សាអីគឺអត់មានកិច្ចសេវាទេហើយការចោះឆែកទីតាំងសាងសង់អីក៏អត់មានកិច្ចសេវាអីដែរហើយតែបងប្អូនទាំងអស់គ្នាមានគម្រោងច្បាស់លាស់ចង់បង្កើតអាជីវកម្មមួយនេះបងប្អូនអាចទាក់ទងមកក្រុមការងារបានណាបញ្ជាក់ជូនណាអត់មានកិច្ចសេវាអីទេណាចឹងអរគុណសុខសប្បាយណាជូនពរបងប្អូនទាំងអស់គ្នាប្រជាជនខ្មែរជារបស់យើងទាំងអស់គ្នាណារីកចម្រើនសុខសប្បាយមានប្រាក់ចំណូលគ្រប់គ្នាអំពីសត្វអាជីវកម្មណាអរគុណជំរាបលាបាយបាយ